ស្ដីទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីនេះផងដែរបាទហើយសម្រាប់បងប្អូនដែលពុំទាន់បានបាទ follow page នេះទេសូមជួយ follow ម្នាក់មួយផងបាទហើយកុំភ្លេចជួយបាទ comment ជួយ share វីដេអូនេះដើម្បីឲ្យបងប្អូនយើងនៅទៀតបានឃើញផងដែរបាទចឹងសម្រាប់វីដេអូនេះគឺខ្ញុំមកចែករំលែកដែលតាក់ទងទៅនឹងរបៀបបង្កើត account Facebook បរទេសបាទសម្រាប់កាត់ page ចឹងវីដេអូនេះផងដែរគឺជាវីដេអូទី4បាទគឺឆ្លើយតបទៅនឹងវីដេអូមុនដែលយើងបង្កើត account Facebook ដោយប្រើលេខទូរស័ព្ទបាទចឹងថ្ងៃនេះគឺខ្ញុំមកអាប់ដេតវីដេអូថ្មីមួយទៀតគឺយើងមកបន្ថែមបាទ content information បាទគឺបន្ថែម Gmail address ចូលទៅក្នុង account Facebook របស់យើងដើម្បីបាទទៅការពារ account Facebook របស់យើងផងដែរបាទចឹងបាទនេះគឺជាវីដេអូមុនបាទគឺយើងបង្កើតដាក់ Gmail address ដែរប៉ុន្តែយើងបង្កើតបានបាទចឹងយើងក៏បដូរមកដាក់បាទលេខទូរស័ព្ទវិញបាទចឹងថ្ងៃនេះក៏យើងមកបន្ថែមនៅ Gmail address ចូលទៅក្នុង account Facebook របស់យើងដើម្បីទៅជួយការពារ account Facebook របស់យើងផងដែរបាទអូខេអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅអនុវត្តបាទនៅរបៀបដាក់ Gmail address ចូលទៅក្នុង account Facebook របស់យើងទាំងអស់គ្នាបាទអូខេឥឡូវយើងចូលទៅក្នុងកម្មវិធី Facebook របស់យើងមកបាទនេះគឺជា app របស់ Facebook បាទអញ្ចឹងយើងចូលមកបាទអញ្ចឹងកន្លែងនេះគឺជា account Facebook របស់យើងបាទតើបើយើងចូលទៅក្នុង profile បាទអញ្ចឹងបាទនេះគឺជាព័ត៌មានដែលខ្ញុំបំពេញបន្ថែមបាទគឺកន្លែងដែលយើងរស់នៅអញ្ចឹងណាបងប្អូនអញ្ចឹងយើងចង់ធ្វើជា admin ប្រទេសរស់តើតែយើងដាក់ទៅក្រៅប្រទេសបាទអញ្ចឹងដល់នេះយើងយកពាក្យថា edit public detail បាទអញ្ចឹងដល់នេះគឺយើង scroll ឡើងលើតិចមកយកពាក្យថា edit your about info បាទអញ្ចឹងយើង scroll យកពាក្យបាទ contact info បាទដែលនៅខាងមុខគេដាក់ថា edit អញ្ចឹងយើងចុចលើពាក្យ edit ខាងមុខនេះមកអូខេមកត្រង់ចំណុចនេះគឺយើងយកពាក្យថា manage contact info ចុចខាងមុខនេះមកបាទចឹងយើងឃើញថាមកដល់ទៅនេះគឺយើងយកពាក្យថា add new contact បាទនៅខាងក្រោមបាទកន្លែងនេះគឺយើងត្រូវ add បាទយើង add លេខទូរស័ព្ទឬមួយក៏យើង add បាទ Gmail បាទអញ្ចឹងបើសិនជាយើង add Gmail យើងយកពាក្យខាងក្រោមនេះមកបាទគឺ add Gmail អូខេបន្ទាប់មកគឺយើងត្រូវបំពេញបាទ Gmail address ចូលទៅក្នុងបន្លោះនេះមកបាទបន្លោះខាងលើនេះមកបាទអញ្ចឹងខ្ញុំសូមបំពេញ Gmail address ចូលអូខេបន្ទាប់មកគឺយើងបាទចុចគ្រីសនៅកន្លែងឈ្មោះ account Facebook នៅខាងក្រោមបាទយើងចុចគ្រីសកន្លែងនេះមកបាទបន្ទាប់មកយើងយកពាក្យថា next នៅខាងក្រោមអូខេអញ្ចឹងយើងឃើញថាគេឲ្យយើង confirm code ដែលផ្ញើចូលទៅក្នុង email អំបញ្ញមិញបាទអញ្ចឹងយើងចូលទៅយក code នេះនៅក្នុង email អូខេឥឡូវយើងបាទចេញទៅយកលេខកូដមកសិនបាទយើងចូលទៅក្នុងកម្មវិធីបាទ email មកអូខេអញ្ចឹងគឺជា email មួយនេះហើយអញ្ចឹងយើងចូលទៅបើកនៅកន្លែងកម្មវិធី Facebook នេះមកបាទបន្តមកយើង scroll មកលើបន្តិចមកឃើញពាក្យបាទលេខកូដចំនួន6កន្ទង់បាទអញ្ចឹងយើង copy លេខកូដ6កន្ទង់នេះយកទៅដាក់ទៅកន្លែង confirm អំបញ្ញមិញបាទអញ្ចឹងខ្ញុំសូម copy បាទបន្ទាប់ពីយើង copy រួចហើយយើងចេញទៅវិញទៅយើងចូលទៅក្នុងកម្មវិធី Facebook វិញបាទអូខេបន្ទាប់មកគឺយើងយកបំពេញមកបាទយកមកផាសកន្លែងហ្នឹងបាទគឺយើងយកលេខកូដមក
បំពេញកន្លែងហ្នឹងមកបាទតបមកគឺយើងយកពាក្យនិចនៅខាងក្រោមអូខេឥឡូវយើងឃើញថាជោគជ័យយើងយកពាក្យថា close នៅខាងក្រោមនេះមកបាទយើងយកពាក្យដាំនៅខាងលើជាងខាងស្ដាំនេះមកបាទអូខេអញ្ចឹងយើងឃើញថាយើងបាទយកពាក្យថា sell នៅខាងក្រោមនេះមកបាទអូខេមកដល់កន្លែងនេះគឺឃើញថាបាទ contact info របស់យើងគឺមាន2បាទលេខទូរស័ព្ទមួយនិង Gmail address មួយបាទអញ្ចឹងបាទយើងបានបន្ថែមនៅ Gmail address រួចរាល់ហើយដើម្បីគ្រប់គ្រង account Facebook របស់យើងបាទអញ្ចឹងខ្ញុំនៅមានវីដេអូតបន្ថែមទៀតបាទគឺរបៀបយកលេខទូរស័ព្ទនេះចេញវិញបាទនៅវីដេអូក្រោយបាទអញ្ចឹងយើងចូលទៅមើលបាទ information app របស់ account របស់យើងគឺយើងចាប់ primary location នៅឯណាបាទអញ្ចឹងយើងចូលទៅក្នុងបាទ login information នេះមកបាទតោះមកយើងយក primary location អូខេគឺអត់ទាន់បានចាប់ទីតាំងទេបាទគឺនៅ unknown នៅឡើយទេបាទអូខេអញ្ចឹងដើម្បីឲ្យបាទ account Facebook របស់យើងចាប់ទីតាំងនៅកន្លែងដែលយើងដាក់នោះគឺយើងត្រូវតែបាទចូលទៅ check in បាទអញ្ចឹងខ្ញុំសូមចូលទៅមើលបាទ marketplace សិនបាទតើ marketplace ហ្នឹងនៅអូខេគឺនៅកន្លែងទីតាំងដែលយើងត្រូវដាក់នឹងហើយបាទអូខេឥឡូវយើងចូលទៅ check in បន្តិចមកបាទយើង check in ដើម្បីឲ្យបាទ Facebook ចាប់ទីតាំងរបស់យើងបាទអូខេបាទនេះគឺជាកន្លែងដែលយើងត្រូវ check in បាទគឺបាទនៅបាទប្រទេសជប៉ុនបាទគឺ account នេះខ្ញុំបង្កើតនៅប្រទេសជប៉ុនបាទអូខេអញ្ចឹងយើង check in មកបាទបន្ទាប់មកយើងមកពេញបាទកន្លែងវត្តអាមាញតិចតួចមកបាទដាក់ public មកអូខេយើងសរសេរកន្លែងបាទ description តិចមកបាទសេចំណងជើងតិចតួចមកបាទបន្ទាប់ពីយើងមកពេញចំណងជើងរួចហើយយើងយកពាក្យថា next នៅខាងលើជាងខាងស្ដាំបាទអូខេបន្ទាប់មកគឺយើងយកពាក្យថា share បាទ share ខាងលើជាងខាងស្ដាំនឹងមកអូខេអញ្ចឹងមិនន័យថាយើងចូលទៅបាទ check in បានរួចរាល់ហើយបាទអញ្ចឹងបើសិនជា account Facebook យើងអត់ទាន់បានចាប់ primary location ទេយើងចូលអាសាចូលទៅ check in បាទចូល check in បាទដើម្បីឲ្យខាង Facebook គាត់ចាប់ primary location របស់យើងថានៅណាបាទខុសរបស់យើងនៅណាបាទបាទអញ្ចឹងបាទវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនហើយអរគុណបងប្អូនដែលបានចូលរួមទស្សនាទាំងអស់គ្នាបាទហើយកុំភ្លេចជួយ share វីដេអូនេះផងបាទហើយរងចាំជួបគ្នានៅវីដេអូក្រោយ